អ្នកខ្លះគេចេះរៀបចំដំណើរជីវិតរបស់គេចាដំណើរជីវិតមិនបងប្អូនដំណើរជីវិតថងថាគេហ្នឹងមុននឹងគេរៀបការគេអត់តន់យកកូននេះអ្នកខ្លះគេដឹងហ្មងចាអារឿងមើលមិនឃើញយើងមិនបាញ់និយាយទេយើងនិយាយរឿងមើលឃើញចាគឺរៀបការហើយគឺគេអត់តន់យកកូននេះគេនាំទៅប្រពន្ធគេរកស៊ីរយៈតាសិនបានគេអាចយកកូនយកចៅបានអញ្ចឹងណានិយាយទៅយកកូនព្រោះអីគេគិតច្បាស់ថាពេលដែលគេមានកូនគឺធំរហូតដល់កូនតូចគឺពិបាកហើយចាហើយអញ្ចឹងត្រូវយើងសម្រាប់កូនចំណាយលុយមួយរយៈហើយដល់ពេលយើងមានកូនតូចមកប្រពន្ធត្រូវការសម្រាប់មើលកូនយ៉ាងហោចណាស់ក៏សម្រាប់មួយរយៈដែរអញ្ចឹងត្រូវការលុយហូបចុកស៊ីចាយអញ្ចឹងទៅចាយើងនិយាយថាស៊ីចាយហើយមួយទៀតកូនឈឺចាមួយទៀតកូនឈឺអញ្ចឹងបើប្រពន្ធខ្លះគេត្រូវគេគ្នាថាគេចិត្តគេចេះដូចគ្នាគេចេះរៀបចំដំណើរជីវិតទូណាគេចាអារឿងដែលយើងមើលឃើញទេយើងនិយាយរឿងមើលឃើញទេចាអញ្ចឹងគាត់ថាព្រោះអីពេលដែលមានកូនហើយគឺប្រពន្ធត្រូវដេកមួយរយៈមើលកូនត្រូវនៅផ្ទះអញ្ចឹងចំណូលចូលតែប្តីទេអញ្ចឹងគេរមុនមានកូនហ្នឹងដើម្បីគេយកមកទប់ទល់ដែលគេត្រូវនៅមើលថែកូនរយៈពេលប្រហែលខែប្រហែលឆ្នាំទៅដល់លុយហ្នឹងអាចចាយគ្រប់គ្រាន់អត់អញ្ចឹងណាហ្នឹងហើយប៉ុន្តែអ្នកខ្លះអត់ចេះគិតចឹងទេចាព្រោះការហើយស្រាប់សុកមានកូនបើមានហើយយកទៅចាហ្នឹងដូចថាអត់បានព្រៀងអត់ចេះគិតច្បាស់ណាអត់ច្បាស់អត់យកកន្លែងមកទៅច្បាស់ពេលដែលមានកូនហើយវេទនាតាំងពីពោះធំទៅរហូតទៅដល់សម្រារួចទៀតហ្នឹងហើយវេទនាមិនបើជប់បើយើងអត់មានលុយនៅដៃផងហ្នឹងណាចាញ់ធ្វើការកើតដល់ត្រូវឈប់ទៅដល់ពេលបើកប្រាក់ខែមកបានតិចជាងទៅណាអាលុយកាក់ដែលប្រចាំថ្ងៃរាល់ថ្ងៃហ្នឹងក៏ចាយមិនសូវគ្រប់ហ្នឹងហើយក៏ចាយមិនសូវគ្រប់ដល់ពេលសម្រាលអត់មានលុយសម្រាលទៀតសម្រាលហើយកូនតូចឈឺត្រូវការមើលកូនហើយយើងសម្រាលបងប្អូនគិតមើលវាយវ៉ាន់ប្រហែលចាវាយវ៉ាន់ប្រហែលទុកស្អាចាអត់មានលុយទៀតដល់ពេលហើយអាហ្នឹងរត់ទៅផាត់ផាយពីមួយរឿងទៅមួយរឿងផាត់ផាយមែនតើហ្នឹងសម្រាប់ប្តីពូនខ្លះណាចាអត់ចេះគិតទេចង់និយាយថាគាត់និយាយថាជួយមកគិតអត់ដល់ចាអត់បានព្រៀងទុកគិតអត់ដល់កុំនិយាយថាគាត់ចេះគិតវាពិបាកស្ដាប់អញ្ចឹងណាបងប្អូនហ្នឹងហើយពេលអញ្ចឹងទៅដល់ពេលដល់បន្ទុកខ្លះមានលុយស្មាកូនឈឺណានៅគេអត់បានទៅធ្វើការមើលកូនណាអាណាកូនឈឺហើយក្មេងឥឡូវមានដូចក្មេងពីមុនណាបងចាឈឺអីបន្តិចលាតងស្រួតដៅខ្លួនអញ្ចឹងទៅមកឈឺពីរដងឯទៅមានលុយកូនបើយើងក៏បានព្រឹងផងណាចាហើយយើងនៅផ្ទះមើលកូនទៀតថ្ងៃតែអារឿងដែលយើងភ្លាមយើងមិនដឹងយើងវាមិនបានព្រឹងវាមិនអីទេណាយើងព្រៀងមិនតាន់តែអារឿងដែលយើងព្រៀងទុកតាន់យើងព្រៀងទៅចារស់ស៊ីសិនទៅចាំយកកូនចាការបាន2ឆ្នាំ3ឆ្នាំសិនទៅចាំយកវាមិនយឺតពេកទេចាអរគុណ